បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាដែលមកទស្សនាវីដេអូមួយនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបទៅ download ឬក៏ទៅទាញយក software ឬក៏ tool iKit Plus របស់ខ្ញុំនឹងមកប្រើប្រាស់បាទជាដំបូងបងប្អូនចូលមកកាន់ Telegram បន្ទាប់មកបងប្អូនឃើញពាក្យថា iKit Support បាទគ្រប់ហ្នឹងបងប្អូនចូលគ្រប់ហ្នឹងមក join មកហើយវាមានច្រើនបងប្អូនមើលកន្លែង iKit Plus Support iKit Plus Software ចុចមកបាទអានេះគឺជារូបភាពទិន្នន័យបាទបងប្អូនអាចមើលបានណាអូខេអញ្ចឹងបងប្អូនចុចពាក្យថា click download now បាទវារងរត់មកកាន់ iKit Plus Software នេះបាទបងប្អូនចុចសញ្ញាព្រួយនេះមកបាទរងចាំបន្តិចវាកំពុងតែធ្វើការ download បាទបន្ទាប់ពីវាធ្វើការ download ឬទាញយករួចរាល់ហើយបងប្អូនគ្រាន់តែចុចម៉ៅ click លើវានឹងធ្វើការដំឡើងឬក៏ចុចម៉ៅស្ដាំបាទបងប្អូនតើមើលថា file ហ្នឹងនៅកន្លែងណាបាទចុចមកហើយនេះឬក៏មួយទៀតខ្ញុំបិទសិនបាទខ្ញុំបិទបន្ទាប់ពីធ្វើការ download ហើយមិញហ្នឹងណាបាទបងប្អូនចូលមកកាន់កុំព្យូទ័របងប្អូនបាទហើយចុចពាក្យ open បន្តមកទៀតបងប្អូនមើលខាងនេះបងប្អូនចុចពាក្យថា download សញ្ញាព្រួយបាញ់ចុះក្រោមនេះណាអូខេបន្តមកទៀតបងប្អូនចុចពាក្យថា Telegram Desktop ចុចដល់ហ្នឹងមកបាទនេះគឺជា tool software ដែលបងប្អូនបាន download មិញបងប្អូនគ្រាន់តែចុចម៉ៅ click ពីរដងប៉ឹកវានឹងតឡើងឬក៏ចុចម៉ៅស្ដាំបាទហើយយកពាក្យ open វានឹងធ្វើការ install បាទចុចបែបនេះសិនអូ sorry បងប្អូនចុចកន្លែងពាក្យថា more info បាទបន្ទាប់មកបងប្អូនចុចពាក្យ run always បាទរងចាំតិចសិនណាវាកំពុងតែ install តែបន្តិចទេប្រើបានហើយណាបាទពេលដែលបងប្អូនតឡើងហើយវានឹងបើកដោយស្វ័យប្រវត្តិមកតែម្ដងអូខេអញ្ចឹងបងប្អូនមើលអ្វីដែលបងប្អូនត្រូវមើលគឺកន្លែងមើលខាងក្រោមឈៀងខាងឆ្វេងដៃនេះណាហ្នឹងហើយខាងស្ដាំគឺ buy license key បងប្អូនចុច buy license key បាទវាឃើញគម្រោង4បាទគម្រោងមួយខែបងចំណាយត្រឹមតែ$5ទេគម្រោង3ខែថែមជូនមួយខែបាទចំណាយត្រឹមតែ$15គម្រោងមួយឆ្នាំថែមជូនមួយឆ្នាំបាទ12ខែថែមជូន12ខែទៅ$60អ្វីដែលបងប្អូនទទួលបាននៅក្នុងគម្រោងមួយនេះគឺថែមជូននៅ account Gemini AI Ultra មួយខែឥតគិតថ្លៃហើយទទួលបានសិទ្ធិពិសេសយក tool នេះទៅលក់បន្តដោយចំណេញ 50% បាទចំណែកឯមួយនេះគឺ Lifetime នេះគឺមានន័យថាបងប្អូនប្រើបានរហូតមួយជីវិតតែម្ដងតម្លៃរបស់វាគឺប៉ុណ្នេះបាទហើយ unlimited ទាំងខំនេះមានន័យថាអត់មានកំណត់ជាខែជាឆ្នាំដូចនេះទេបាទមានន័យថាបងប្អូនប្រើមួយជីវិត tool នឹងហើយទទួលបានការ update រហូតនៅពេលដែល software មានការ update គឺវានឹង pop up update ដូចគ្នាបាទមិនមែនតែង tool ប៉ុណ្ណាវានៅប្រើប៉ុណ្ណឹងទេណាគឺទទួលបាន update រហូតអូខេបន្តមកទៀតគឺបងប្អូននឹងទទួលបាន Gemini Ultra មួយខែដូចគ្នាហើយក៏ទទួលបានសិទ្ធិពិសេសដូចគ្នាបាទគឺយកទៅលក់បន្តបងប្អូននឹងចំណេញបាន 50% ដូចគ្នាបើបងប្អូនចង់ប្រើបានកុំព្យូទ័រ2បាទបងប្អូនគ្រាន់តែចំណាយតែ100ជាងទៀតគឺទទួលបានប្រើ2 device បាទអូខេឥឡូវយល់ហើយចំណុចនេះអញ្ចឹងខ្ញុំចាប់ផ្ដើមឧទាហរណ៍ថាបងប្អូនទិញគម្រោងណាមួយឧទាហរណ៍បងប្អូនទិញគម្រោង3ខែសាកល្បងសិនបាទត្រឹមតែ$15ទេបងប្អូនចុចភាគ buy now បន្តមកទៀតត្រង់នេះគឺបងប្អូនត្រូវបញ្ចូល username Telegram បងប្អូនណាមិនមែនបញ្ចូល username Telegram ខ្ញុំទេបាទមានបងប្អូនខ្លះគាត់សួរកន្លែងហ្នឹងថាបញ្ចូល Telegram ខ្ញុំមែនអត់ទេគឺបញ្ចូល Telegram ខ្លួនឯងខ្ញុំឧទាហរណ៍ថាខ្ញុំគឺជាបងប្អូនបាទខ្ញុំត្រូវទៅយកusername Telegram ខ្លួនឯងបាទខ្ញុំចុចបែបនេះចុច setting បាទហើយចុចម៉ៅលើវាមកវាធ្វើការ download ដោយ file ប្រវត្តិនេះឃើញទេបន្តមកទៀតខ្ញុំយកវានឹងមកផាសបាទបងប្អូនចុច control បូកនឹងអក្សរ V នៅលើ keyboard ណាបាទ control បូកអក្សរ V នៅលើ keyboard វានឹងផាសមកហើយនេះបាទបន្តមកទៀតបងប្អូនចុចពាក្យថា send now បាទបងប្អូន send now បងប្អូនចុចពាក្យថា send ចុចអានេះមកបាទនេះអញ្ចឹងខ្ញុំចំណែកខ្ញុំនឹងអានេះបងប្អូនផ្ញើមកណាបាទនេះគម្រោងដែលបងប្អូនទិញបន្តមកខ្ញុំឆែកមើលបន្ទាប់ពីបងប្អូនផ្ញើខ្ញុំឆែកឃើញថាអូខេបងប្អូនទិញគម្រោងនេះអីចឹងមកខ្ញុំនឹងផ្ញើ QR code មកអញ្ចឹងបងប្អូនគ្រាន់តែធ្វើការបន្ទាប់ពីឃើញ QR code ដែលខ្ញុំផ្ញើមកបងប្អូន scan payment មកតាមគម្រោងបងប្អូនមកជាការស្រេចហើយខ្ញុំនឹងបោះ license key ជូន sorry បន្ទាប់ពីធ្វើបែបនេះហើយបន្ទាប់ពីបងប្អូន payment មកខ្ញុំហើយបាទបងប្អូនចូលមកចំណុចនេះបាទគឺពាក្យថា help បាទនៅក្នុង menu នេះបងប្អូនចុចពាក្យថា check for update បាទចុចមកបន្តមកទៀតបងប្អូនមើលពាក្យថា download update បងប្អូនចុចពាក្យ download update មកបាទបន្តមកទៀតគឺបងប្អូនចុចកន្លែងនេះ
ដើម្បីធ្វើការ download software យកទៅប្រើបាទចុច download ម្ដងទៀតបាទវាដាក់ថា can scan file for virus បាទវាដាក់ខ្ញុំមិនដឹងថាហេតុតែបានវីដេអូវាដាក់ចឹងទេបាទតែអត់បារម្ភទេណាគឺ tool ខ្ញុំគឺ 100% គ្មានមេរោគគ្មាន virus អីទេបាទបងប្អូនចុចពាក្យថា download មកហើយដូចវាថា computer ហ្នឹងវានឹងចាប់ឲ្យតឡើងទៅ file ហ្នឹងគឺវានឹងចាប់ហើយតែអត់អីទេវាអត់ចាប់ទេណាបងប្អូនមិនបារម្ភទេមិនព្រោះថាពេល download ទៅកម្មវិធីវាលុបដោយស្វ័យប្រវត្តិណាប៉ុន្តែអត់អីទេវាមិនលុបទេបងប្អូនចុច download មកបាទចាំតិចសិនមកបាទបន្ទាប់ពីធ្វើការតឡើងរួចរាល់ហើយបងប្អូនចុច open ឬក៏ចុចអានេះក៏បានដែរបាទវារឹងរឹតមកកាន់ file នេះហើយឬក៏មួយទៀតបន្ទាប់ពីធ្វើការ download ចេញបែបនេះហើយបងប្អូនចង់ដឹងថា file ហ្នឹងវានៅណាបាទចុចធ្វើដូចមិញ open បន្ទាប់មកបងប្អូនមើលកន្លែងពាក្យថា download សញ្ញាព្រួយនេះបាញ់ចុះក្រោមបាទអញ្ចឹងនេះ file នេះនៅទីនេះណាបងប្អូនបាទអូខេ iKit Plus version 1.2 បងប្អូនចុចមកបន្ទាប់មកបងប្អូនចុចម៉ៅស្ដាំបងប្អូនសូមធ្វើការ extraction ពលាវាសិនបាទចុចយកកន្លែងនេះហើយយកពាក្យថា extract to នេះចុចមកវាទាយលេខកូដសម្ងាត់អញ្ចឹងចំណុចនេះខ្ញុំនឹងបោះលេខកូដសម្ងាត់ទៅឲ្យបាទបងប្អូនគ្រាន់តែយក copy លេខកូដសម្ងាត់ហ្នឹងហើយយកមកផាសកន្លែងនេះបាទបន្តមកចុច OK បាទនេះទទួលបានមកហើយនេះគឺមកហើយណាបាទតែប៉ុណ្ណឹងអត់មានអីពិបាកទេបាទបន្តមកទៀតបងប្អូនគ្រាន់តែ right click ឬក៏ចុច2ដងលើវាចុចបែបនេះបាទចុច2ដងវាចេញបែបនេះបន្តមកទៀតគឺបងប្អូនគ្រាន់តែចុចកន្លែងពាក្យថា more info បាទហើយចុច runway ឬក៏បងប្អូនចុចម៉ៅស្ដាំបាទហើយបងប្អូនយកពាក្យថា open វាចេញដូចគ្នាណាហើយយកពាក្យថា more info ហើយបងប្អូនចុចពាក្យថា runway មកបាទហើយវាចេញជាតម្រងបែបនេះវាលោតបែបនេះណាបាទឲ្យរងចាំតិចសិនមកតែ5 second ទេ5វិនាទីទេបន្តមកទៀតបងប្អូនចុចម៉ៅចុចកន្លែងណាមួយក៏បានដែរបាទចុចកន្លែងណាមួយក៏បានអូតើខ្ញុំចុចលើកន្លែងនេះប៉ាប់បាទអញ្ចឹងបងប្អូនរងចាំតិចសិនមកវាកំពុងបើកហើយហើយនេះបងប្អូនអាចបិទបានបាទបងប្អូនបិទបានបិទបាទរងចាំតិចសិនមកបាទវានឹងបើកយកតែម្ដងប៉ុន្តែកន្លែងនេះបើសិនជាបងប្អូនអត់ទាន់បានទិញ license ទេគឺវានឹងចេញទា license key អញ្ចឹងបងប្អូនគ្រាន់តែ copy អា hardware ID នេះមកខ្ញុំនឹង generate តម្លាក់ license key ជូនបងប្អូនណាតែដោយសារ tool នេះគឺខ្ញុំប្រើលើកុំព្យូទ័រខ្ញុំដាក់ license រួចហើយទើបបានចេញមកបែបនេះចំណុចនេះណាអូខេអញ្ចឹងជាទូទៅកន្លែងនេះគឺពេលដែលបងប្អូនចុចមកគឺវានឹងទា license key អញ្ចឹងបងប្អូនគ្រាន់តែ copy អា hardware ID នឹងមកខ្ញុំនឹងបោះ license key បងប្អូនបញ្ចូលបងប្អូនបើកមកចេញដូចខ្ញុំបែបនេះហើយអូខេអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើន